Vico T50 បំពាក់មកជាមួយអេក្រង់ 6.6 អ៊ីង Full HD ជាមួយនឹងកម្លាំងសាក40 វ៉ាត់មានលក់នៅកម្ពុជាហើយនៅពេលដែលបងប្អូនបានឮឈ្មោះថា Vico មានបងប្អូនខ្លះប្រហែលជាស្គាល់នឹងទូរស័ព្ទនេះហើយប៉ុន្តែមានបងប្អូនខ្លះទៀតប្រហែលជាមិនទាន់ស្គាល់នៅម៉ាកសញ្ញានេះទេ Vico គឺជាផ្លាកសញ្ញារបស់ប្រទេសបារាំងហើយបានសហការផលិតជាមួយក្រុមហ៊ុនជំនាញមួយរបស់ប្រទេសចិន Vico T50 បានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងនៅក្នុងតម្លៃ$139 អញ្ចឹងចង់ដឹងថាតើ$139តើយើងទទួលបានអ្វីខ្លះពីវាអញ្ចឹងយើងទៅតាមដានលក្ខណៈសម្បត្តិត្រួសជាមួយខ្ញុំទាំងអស់គ្នាចំណែកឯការ design រូបរាងវាវិញវាមើលទៅពិតជាស្រស់ស្អាតម្យ៉ាងដែរជាមួយនឹងខ្នងក្រោយជាប្រភេទជួរហើយវាក៏មានកាមេរ៉ាក្រោយចំនួន3គ្រាប់និង flash 1គ្រាប់ជាមួយនឹង logo Vico នៅចំកណ្ដាលផងដែរឬឯហ្គេមសងខាងវិញវាឈូសជាប្រភេទមូលហើយវាក៏មិនបានកូពីជារាងជ្រុងពីម៉ាកប៉មដូចជាក្រុមហ៊ុនដទៃទៀតនោះទេឬឯផ្នែកខាងមុខវាវិញវាពិតជាឈូសហ្គេមបានស្ដើងតូចមែនទែនជាមួយនឹងអេក្រង់ 6.6 អ៊ីងអមជាមួយនឹងឡែនពីជ្រុយមួយគ្រាប់បើមើលតាមការ design បែបនេះបងប្អូនប្រហែលធ្លាប់ឃើញហើយនៅលើទូរស័ព្ទដែលមានតម្លៃ$200ទៅ$300ឥឡូវនេះ Vico បានយកការ design នេះមកដាក់នៅក្នុងទូរស័ព្ទដែលមានតម្លៃត្រឹមតែ$139តែប៉ុណ្ណោះអ្វីដែលខុសពីគេសម្រាប់ទូរស័ព្ទដែលមានតម្លៃប៉ុណ្ណឹងគឺជាផ្នែកអេក្រង់តែម្ដងដែលអេក្រង់ខាងមុខរបស់វានេះពិតជាឈូសហ្គេមបានស្ដើងស្អាតមែនទែនហើយបូករួមជាមួយនឹងឡែនទម្លុះអេក្រង់ផងនោះវាមើលទៅពិតជាប្លែកភ្នែកហើយនឹងស្រស់ស្អាតជាងទូរស័ព្ទដទៃដែលតែងតែដាក់ឡែនអំណក់ទឹក Vico T50 បំពាក់មកជាមួយអេក្រង់ IPS LCD មានកម្រិតបង្ហាញរូបភាព 1080x2440 pixel វាដំណើរការជាមួយ Android 11ហើយប្រើប្រាស់ chipset MediaTek Helio G85 វាដំណើរការជាមួយនឹង GPU Mali G52 MC2 Vico T50 មាន RAM 4G និងអង្គទុកទិន្នន័យ 128G ហើយវាក៏គ្មានកន្លែងបន្ថែម SD card ផងដែរវាមានកាមេរ៉ា AI ចំនួន3គ្រាប់ 64 megapixel និងកាមេរ៉ាមុខ 16 megapixel អាចបិទរូបយ៉ាងច្បាស់ជាមួយនឹងមុខងារសម្បូរបែបឬឯផ្នែកកម្លាំងថ្មវិញវាមានទំហំ 4000 mAh ហើយមានល្បឿនសាកលឿនដល់ទៅ40 វ៉ាត់ឯណោះ Vico T50 វាមាន3ពណ៌ដូចជាពណ៌បៃតងពណ៌ខ្មៅនិងពណ៌ផ្កាឈូកបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗ